បាទខ្ញុំសូមចូលរួមចំណែកចែករំលែកនៅរឿងបាទលោកតបោះឬមនីសីនិងចៅតាសីឬក៏ចៅមនីសីហ្នឹង3នាក់ដែលបានបង្រៀនសិលសាស្ត្រជាមួយលោកតាមនីសីឬក៏តបោះហ្នឹងចេះចប់សពគ្រប់ក៏សូមលាលោកតាហ្នឹងចេញទៅស្រុកកំណើតវិញពេលដែលចៅទាំង3ធ្វើដំណើរចេញពីអាស្រមរបស់ខ្លួនវិលត្រឡប់ទៅស្រុកកំណើតដែលបែកពីស្រុកកំណើតនឹងយូរខែយូរឆ្នាំទៅក៏ធ្វើដំណើរទាំង3នាក់ព្រមគ្នាកាត់ព្រីព្រឹក្សាក៏ទៅជួបប្រទះនឹងភូមិមួយដែលភូមិនោះស្ថិតនៅកណ្ដាលព្រៃភ្នំក្រំថ្មហើយមានតែភូមិនឹងមួយទេតែពេលទៅជិតដល់ស្រាប់តែអ្នកភូមិនោះដេញហើយដំណើរដើមតងទៅក៏គិតថាអ្នកភូមិទាំងអស់នោះគឺឈួតមកវែងទាំងអស់ទាំងក្មេងទាំងចាស់ហ្នឹងហើយសើបទៅចៅតាសីទាំង3នាក់ក៏ដឹងរឿងថាអ្នកភូមិដែលរស់នៅកណ្ដាលព្រៃភ្នំទាំងអស់នោះឈួតទាំងចាស់ទាំងក្មេងនោះដោយសារតែទទួលទានទឹកត្រពាំងមួយដែលទឹកត្រពាំងហ្នឹងគឺជាប្រភពទឹកដែលអ្នកស្រុកប្រឹងអាស្រ័យយកទៅប្រើប្រាស់ប្រចាំថ្ងៃទៅចឹងហើយចៅតាសីនឹងក៏រកវិធីដោះស្រាយជួយអ្នកភូមិនឹងយ៉ាងម៉េចក៏ត្រឡប់មកជួបតាមនីសីឬក៏តាបោះដែលជាគ្រូរបស់ខ្លួនវិញពេលត្រឡប់មកពីភូមិស្រុកនេះទាំងអស់នោះឈួតក៏មកជួបលោកតាសីក៏ឃើញថាលោកតាមនីសីសួរដំណើរដើមតងថាហេតុអីបានចៅទាំង3នាក់ត្រឡប់មកអាស្រមលោកតាវិញចៅទាំង3នាក់ហ្នឹងក៏បានឆ្លើយព្រមគ្នាថាខ្ញុំបានវិលត្រឡប់លាលោកតាចេញទៅនឹងក៏ធ្វើដំណើរបានឆ្ងាយគួរសមដែរប៉ុន្តែពេលត្រឡប់ទៅវិញក៏ជួបប្រទះអ្នកភូមិមួយហើយអ្នកភូមិនោះបែរជាវង្វេងឈួតទាំងអស់ទាំងចាស់ទាំងក្មេងហើយសួរថាឈួតនឹងដោយសារអីតាសីក៏សួរពំនាំបែបនោះហើយចៅម្ដងមួយបងមួយក៏ឆ្លើយថាមកពីអ្នកភូមិនោះប្រើប្រភពទឹកត្រពាំងដែលអ្នកភូមិពឹងអាស្រ័យទាំងអស់គ្នាចឹងហើយធ្វើឲ្យអ្នកភូមិនោះឈួតទាំងចាស់ទាំងក្មេងចឹងតាសីក៏សួរថាមើលចៅទាំង3ឯងរៀនយុទ្ធសិលយុទ្ធសាស្ត្រហើយនឹងជាការហ្នឹងចេះអស់ហើយតាមការដោះស្រាយរបស់អ្នកទាំង3ទៅធ្វើយ៉ាងម៉េចដើម្បីជួយអ្នកភូមិទាំងអស់នោះក៏ឃើញថាយើងជាអ្នកចេះដឹងហើយអ្នកភូមិឈួតវែងទាំងចាស់ទាំងក្មេងអស់ហើយតើទៅធ្វើយ៉ាងម៉េចចឹងតាឥសីក៏សួរដំណើរដើមតងទៅលើចៅទី1ក៏ឆ្លើយថាលោកតាដើម្បីចូលទៅព្យាបាលអ្នកស្រុកអ្នកភូមិនោះបានត្រូវតែផឹកទឹកត្រពាំងដែលជាប្រភពទឹកធ្វើឲ្យពួកគេឈួតហ្នឹងដូចគេដូចឯងទៅដើម្បីឲ្យខ្លួន
ឈួតកុំឲ្យលំបាកចូលទៅស្រុកភូមិរបស់ខ្លួននឹងបាទតើស្អីតែចៅឯងបានរៀនសូត្របានចេះសិលសាស្ត្រគួរតែជួយដោះស្រាយហេតុអីបានទៅជាផឹកទឹកឲ្យឈួតដូចគេបើសិនជាចៅរៀនចេះដឹងហើយទៅផឹកទឹកឲ្យឈួតពងវែងដូចគេមានន័យថាចៅមករៀនជាមួយលោកតានឹងវាខ្លាយទៅជាអាសាបងអត់ប្រយោជន៍ទៅហើយជាងលោកតាឥសីនឹងក៏បានសួរទៅចៅទី2ណាមើលចៅទី2តើចៅត្រូវដោះស្រាយយ៉ាងម៉េចចំពោះអ្នកភូមិនោះជាងចៅទី2ថាលោកតាបើអ្នកភូមិស្រុករបស់ខ្ញុំនឹងវាឈួតអស់ហើយអញ្ចឹងមានតែខ្ញុំកុំឲ្យពិបាកភ្នែកមើលត្រូវតែសម្រាប់គាត់ចោលអស់ទៅហើយសម្រាប់ខ្លួនឯងតាមក្រោយវាកុំឲ្យពិបាកភ្នែកលំបាកដល់បាទមនុស្សចំនួនក្រោយទៀតចឹងតាថៃចៅឯងក៏ដូចចៅទី1ដែរតាខំប្រឹងបង្ហាត់បង្រៀនសិលសាស្ត្រវិជ្ជាមន្តអាគមឬថ្នាំព្យាបាលមនុស្សអាចជួយមនុស្សបានហើយជាទីសង្គមឥឡូវបែរជាចៅសម្រាប់គេព្រោះអ្នកទាំងអស់នោះជាពូជពងមនុស្សហើយជាសាច់ឈាមរបស់ចៅហេតុអីបានជាចៅសម្រាប់អ្នកភូមិទាំងចាស់ទាំងក្មេងសម្រាប់ខ្លួនឯងអញ្ចឹងនឹងបាត់បង់ពូជមនុស្សដើមឬក៏អ្នកស្រុកអ្នកភូមិនឹងអស់ហើយអញ្ចឹងមិនកើតទេជាដំណោះស្រាយមិនត្រឹមត្រូវទេអញ្ចឹងលោកតាក៏សួរនិយាយស្អីហ្នឹងក៏សួរទៅចៅទី3មើលនៅសល់ចៅទី3តើចៅគួរដោះស្រាយយ៉ាងណាចំពោះហេតុការណ៍បែបហ្នឹងជាងចៅទី3ក៏នឹកគិតថាលោកតាដំណោះស្រាយដែលអាចធ្វើទៅបានចំពោះខ្ញុំគិតថាមានតែវិធីមួយទេដើម្បីជួយអ្នកស្រុកអ្នកភូមិខ្ញុំដែលខ្ញុំជួបផ្ទះហ្នឹងត្រូវតែទៅលួចដងទឹកឬក៏មានវិធីមួយទៀតគឺដងទឹកហ្នឹងយកមកពិនិត្យតាមថាដងទឹកយកមកពិនិត្យដើម្បីមកទឹកហ្នឹងវាយើងចូលទៅអ្នកភូមិហ្នឹងមិនបានអញ្ចឹងមានតែខ្ញុំបន្លំខ្លួនធ្វើឈួតដោយអ្នកភូមិហ្នឹងហើយឆ្លៀតបន្លំចូលទៅក្នុងវងអ្នកភូមិស្រុកហ្នឹងហើយខ្ញុំនឹងបាទទាញយកគាត់ម្ដងមួយចេញក្រៅហើយយកមកព្យាបាលហើយការព្យាបាលនេះខ្ញុំគិតថាវាត្រូវការពេលវេលាយកមកព្យាបាលម្ដងមួយអ្នកភូមិហ្នឹងអាចក្រោយជាហើយគាត់អាចបន្តការរស់នៅជាអ្នកស្រុកអ្នកភូមិទៅទៀតបានជឿតាស័យថានេះហើយជាចម្លើយត្រឹមត្រូវដែលចៅបានមករៀនបាទរយៈពេលកន្លងមកនេះតាបានមកហាត់បង្រៀនឯងនឹងដើម្បីឲ្យឯងយកចំណេះយកជំនាញនេះទៅជួយគេអាចដូចចម្លើយចៅទី1ថាត្រូវតែបាទផឹកទឹកឲ្យឈ្ងុយដូចគេបាទទី2ត្រូវសម្រាប់គេចោលចម្លើយនឹងមិនត្រឹមត្រូវទេចឹងចម្លើយចៅបានធ្វើនេះវាអាចត្រូវការពេលវេលាដើម្បីព្យាបាលបាទពួកគេនៅថ្ងៃណាមួយគេអាចនឹងជាសះស្បើយចឹងដំណើររឿងនេះខ្ញុំធ្វើការដកស្រង់ហើយចងក្រងវាដើម្បីជាកតេរូបដូនតា
នដំណើររឿងនឹងហើយនេះជាកតេដើម្បីឲ្យយើងអ្នកដែលជាយុវជនដែលជាទំពាំងស្នងសីនឹងត្រូវចូលរួមតែយកវាទៅគិតថាដំណើររឿងដែលខ្ញុំរៀបចំជាคลิปវីដេអូនេះក្នុងនាមចៅតាសីដែលរៀនវិទ្យាសិលសាស្ត្រហើយទៅជួបហេតុការណ៍ដោយអ្នកភូមិតើយើងត្រូវរកវិធីដោះស្រាយយ៉ាងណាបាទនេះជាកតេខ្ញុំក៏មិនដឹងថាដំណើររឿងនេះវាកើតដោយអ្នកប្រាជ្ញណាឬអ្នកនិពន្ធណាឬក៏សម័យណាទេតែខ្ញុំព្យាយាមរៀបចំវាដើម្បីទុកជាកតេដល់អ្នកស្ដាប់ជាពិសេសយុវជនដែលជាទំពាំងស្នងសីនេះបាទសូមអរគុណ